កំសាន្តលក្ខណៈគ្រួសារពីយប់3ថ្ងៃទៅកាន់ប្រទេសហូជីមីញរៀងអាណិតខ្លួនឯងដែរនឹងអ្នកទាំងអស់គ្នាព្រោះអីត្រូវក្របតាំងពីម៉ោង5ទៀបភ្លឺមកម៉េះបញ្ញាបញ្ញានាំគ្នាទៅកាន់បែនឡានធ្វើដំណើរតទៅលេងហ្នឹងឯងមានតែអាណិតខ្លួនឯងទេបនតែបានដើរលេងចឹងទៅនិយាយមែនរឿងផ្លែនដើរលេងនៅវៀតណាមនេះមួយនិយាយគ្នារៀងយូរដែរហើយទៅតែលើកហ្នឹងឲ្យបានជោគជ័យសក្សែសបានទៅតែម្ដងធ្វើដំណើរបានមកសន្ទុះមកយើងក៏ដល់កន្លែងសារៈមកកន្លែងបន្ទាប់ពីសារៈរួចជីបានតែប្រហែលជាមួយផ្លែទៀតទៅដល់កន្លែងវាយប៉ាសពតរបស់ខ្មែរយើងហើយនៅវៀតណាមអញ្ចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីវាយប៉ាសពតអីរួចយើងធ្វើដំណើរតាមប្រហែលជា1ម៉ោង2ម៉ោងអីទៀតក៏ដល់ទីតាំងដែលយើងត្រូវចុះបែនហ្នឹងហើយចំពោះអាហារថ្ងៃត្រង់របស់ពួកខ្ញុំហ្នឹងអត់មាននៅណាឆ្ងាយទេដើរតែបន្តិចទៅគឺដល់ហើយញ៉ាំទីតាំងហាងអាហារមួយនេះអត់ដឹងឈ្មោះអីគេអ្នកទាំងអស់គ្នាប៉ុន្តែសេរីដូចណែមូលយកណែអញ្ចឹងណាគ្រាន់តែថានេះគឺជាម្ហូបដែលគេល្បីនៅក្នុងប្រទេសហ្នឹងហ្មងហើយមួយហាងគេឡើងល្បីហើយលក់អត់ចាក់កទេអ្នកទាំងអស់គ្នានិយាយទៅធូរហ្មងធូរយូរតែមែនតែនហ្មងពីញ៉ាំអីរួចពួកខ្ញុំនាំគ្នាទៅអាផាតមិនដែលពួកខ្ញុំបានកក់ហ្នឹងអ្នកទាំងអស់គ្នាអាផាតមិននេះធំមែនតែនហើយបើគិតទៅគឺពួកខ្ញុំនៅ2ថ្ងៃហ្នឹងម្នាក់អស់ត្រឹម30រៀលទេសម្រាប់ការគេងអីអាច30រៀលជាងតិចតួចអីហ្នឹងឯងអ្នកទាំងអស់គ្នាយទៅធូរមែនតែនហើយទីតាំងកន្លែងគេហ្នឹងក៏ធំទលាយដែរអូខេចាសម្រាប់វីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់ភាគទី1ចាំមើលភាគបន្តទៀតថាតើខ្ញុំទៅដើរលេងណាខ្លះបាយបាយ